សន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះនៅក្រោមកម្រិត100នៅថ្ងៃពុធដោយសារការរងសម្ពាធពីទិន្នន័យសេដ្ឋកិច្ចអាមេរិកទន់ខ្សោយដែលបានចេញផ្សាយថ្មីនេះដែលនេះបានរំពឹងទុករបស់ទីផ្សារសម្រាប់ការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកនៅក្នុងខែធ្នូការលក់រាយរបស់សហរដ្ឋអាមេរិកបានកើនឡើងតិចជាងការរំពឹងទុកនៅក្នុងខែកញ្ញាហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះនៅក្នុងខែវិច្ឆិកាដែលបង្ហាញថាការចំណាយរបស់អ្នកប្រើប្រាស់កំពុងធ្លាក់ចុះបន្ទាប់ពីមានតម្រូវការខ្លាំងអស់រយៈពេលជាច្រើនខែកន្លងមកនេះឥឡូវនេះទីផ្សារកំពុងកំណត់ទំនុកចិត្ត 84% នៃការកាត់បន្ថយ 0.25% របស់ធនាគារកណ្ដាលនៅខែក្រោយដែលកើនឡើងពី 50% កាលពីសប្តាហ៍មុនរបាយការណ៍ក៏បានបង្ហាញផងដែរថាលោក Kevin Hassett នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃសេតវិមានកំពុងត្រូវបានចាត់ទុកថាជាបេក្ខជនឈានមុខគេសម្រាប់ជ្រើសតាំងជាប្រធានធនាគារកណ្ដាលអាមេរិកបន្ទាប់ពីលោក Powell លោក Hassett ពីមុនក៏បាននិយាយថាអត្រាការប្រាក់គួរតែទាបជាងកម្រិតបច្ចុប្បន្នប្រាក់ដុល្លារបានធ្លាក់ចុះជាច្រើនបើធៀបនឹងប្រាក់ដុល្លារនូវែលសេឡង់និងអូស្ត្រាលីមាសបានកើនឡើងដល់ទៅ $4,150 ក្នុង1អោននៅថ្ងៃពុធនេះដែលស្ថិតនៅជិតកម្រិតខ្ពស់បំផុតក្នុងរយៈពេល7 សប្តាហ៍មកនេះបន្ទាប់ពីការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចដែលបានពន្យាពេលដែលជំរុញឲ្យមានការរំពឹងទុកនៃការកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនៅក្នុងខែធ្នូក្នុងឆ្នាំនេះតួលេខថ្មីនេះបង្ហាញពីការថយចុះនៃសន្ទុះចំណាយរបស់អ្នកប្រើប្រាស់ដោយការលក់រាយប្រចាំខែកើនត្រឹមតែ 0.2% នៅក្នុងខែកញ្ញាតែប៉ុណ្ណោះបន្ទាប់ពីការកើនឡើងខ្លាំងជាងនេះនៅក្នុងខែសីហាដែលបង្ហាញពីការចំណាយកាន់តែទន់ខ្សោយទន្ទឹមនឹងនេះទិន្នន័យតម្លៃផលិតកម្ម PPI បានបង្ហាញថាសម្ពាធអតិផរណានៅតែស្របតាមការរំពឹងទុកដដែលនេះបានកើតឡើងបន្ទាប់ពីមន្ត្រីធនាគារកណ្ដាលសហរដ្ឋអាមេរិកជាច្រើនដូចជាលោក John William នៅទីក្រុង New York អ្នកស្រី Mary Dallis នៅរដ្ឋ San Francisco លោក Christopher Wallace បានសម្ដែងការគាំទ្រចំពោះការកាត់បន្ថយនៅខែក្រោយដោយសារតែភាពទន់ខ្សោយនៅក្នុងទីផ្សារការងារយោងតាមប្រភព CNBC បាននិយាយថាអតិផរណាកើនឡើងដោយសារតែសេវាកម្មមិនមែនដោយសារទំនិញនោះទេនេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីផ្នែករតនាគារលោក Scott Bessent ការផ្អាកការកើនឡើងបន្ថែមទៀតនៃតម្លៃមាសគឺជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយបន្ទាប់ពីមន្ត្រីអ៊ុយក្រែនបានយល់ព្រមលើផែនការមួយដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីដោយកាត់បន្ថយតម្រូវការមាសដែលជាទ្រព្យមានសុវត្ថិភាពនេះផងដែរ